បាទខ្ញុំបាទសូមអនកាយគោរពនិងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានលើកយកនៅអត្ថបទមួយដើម្បីធ្វើការបកស្រាយដែលមានចំណងជើងថាការតស៊ូពុំបានសម្រេចជោគជ័យដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវាជាការពិតណាស់ការតស៊ូគឺជាតម្រូវការដ៏សំខាន់បំផុតក្នុងការសម្រេចក្តីសុបិនរបស់មនុស្សម្នាក់គ្មានសមិទ្ធផលណាដែលសម្រេចទៅបានដោយរលូនគ្មានឧបសគ្គនោះទេក៏ប៉ុន្តែផ្លែកគ្នាត្រង់ថាអ្នកជំនាញពិតពេលជួបបញ្ហាពួកគេតែងតែស្វែងយល់ពីភាពខុសឆ្គងនិងការតស៊ូដើម្បីសម្រេចបំណងរីឯមនុស្សកំសាកវិញមិនលុះក្នុងចំនួនតែងតែមិនយល់មិនដឹងពីកំហុសខ្លួនឯងហើយគិតពីបញ្ហាលះបង់ការតស៊ូដើរចេញទាំងគ្មានលទ្ធផលអ្វីសោះជាដំកំភួនគ្រប់សមិទ្ធផលទាំងអស់កើតចេញពីការតស៊ូគ្រប់កិច្ចការទាំងអស់បើអ្នកពិតជាចង់សម្រេចគឺត្រូវតែតស៊ូគឺមានន័យថាការខិតខំប្រឹងប្រែងជំនះមិនបោះបង់មិនបាក់ទឹកចិត្តមិនចោះចាញ់មិនរាថយមិនអស់សង្ឃឹមមិនខ្លាចនឹងការបរាជ័យជាច្រើនដងយ៉ាងណាក៏ដោយផ្លូវមានរយៈចម្ងាយវែងណាស់សម្រាប់តែមនុស្សមិនចង់ទៅទេពេលរាត្រីអស់បន្លាយវែងណាស់សម្រាប់តែអ្នកដែលគេមិនលុបការងារមានទំហំធំធេងពិបាកនិងសម្រេចណាស់សម្រាប់តែមនុស្សដែលគ្មានក្តីសុបិនក៏ប៉ុន្តែទោះផ្លូវវែងយ៉ាងណាក៏មិនស្មើនឹងចិត្តដែលចង់ទៅយប់ជ្រៅអស់បន្លាយយ៉ាងណាក៏ខ្លាចជាឆាប់រហ័សចំពោះអ្នកដែលគេនឹងលុបការងារធំប៉ុណ្ណាក៏ខ្លាចជាតូចស្រាលសម្រាប់មនុស្សដែលមានក្តីសុបិននិងការតស៊ូបាទជាចុងក្រោយនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទស្សនានៅការបកស្រាយនៅអត្ថបទនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ឲ្យជួបតែក្តីសុខរីកចម្រើនរស់ស៊ីមានបានហើយរាល់ការធ្វើដំណើរទៅណាមកណាឲ្យជួបតែសុខសុវត្ថិភាពទាំងទៅទាំងមកបាទសូមអរគុណសូមជម្រាបលា